បាទអនុញ្ញាតគោរពជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទវិលត្រឡប់មកជួបជាមួយនឹង admin ទៀតហើយពុកម៉ែបងប្អូនបាទនៃការឲ្យតម្រុយឆ្នោតវៀតណាមដែលយើងតែងតែហៅថាឆ្នោតយួនណាពុកម៉ែបងប្អូនបាទអញ្ចឹងមុននឹងឈានចូលទៅដល់ការឲ្យតម្រុយឆ្នោតសម្រាប់ថ្ងៃទី24 admin ក៏ចង់សូមចិត្តពុកម៉ែបងប្អូនបាទជួយចុចជាវដាក់សញ្ញារូបកណ្ដឹងជូន admin ម្នាក់មួយផងណាពុកម៉ែបងប្អូនបាទចឹងតោះ admin ចង់មកវាយចំណាប់អារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបាទទៅតាមដាននៅលទ្ធផលបាទថ្ងៃទី23ទៅណាពុកម៉ែបងប្អូនបាទចង់ដឹងថាយើង admin ដាក់លេខតម្រុយជូនពុកម៉ែបងប្អូនបាទត្រូវបានលេខអ្វីខ្លះពុកម៉ែបងប្អូនបាទសម្រាប់ម៉ោង4និងម៉ោង6ណាពុកម៉ែបងប្អូនបាទចឹងកុំឲ្យខាតពេលយូរពុកម៉ែបងប្អូនតោះបាទនេះគឺលេខតម្រុយថ្ងៃទី23ដែល admin បានចែកជូនពុកម៉ែបងប្អូនបាទតោះយើងទៅតាមដានបាទលទ្ធផលម៉ោង4ទាំងអស់គ្នាពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃ23បាទចឹងឃើញថាសម្រាប់ប៉ោះហូបាទគឺចេញ71ពុកម៉ែបងប្អូនបាទ admin ឲ្យ75បាទប៉ុន្តែបានអូសខ្ទង់ចិត្តដែរបាទអញ្ចឹងសម្រាប់លេខធំបាទលេខធំ247បាទគឺឃើញថាបាច់ចូលមួយត្រង់ភ្លឹងតែម្ដងពុកម៉ែបងប្អូនបាទសម្រាប់ប៉ោះហូបាទសម្រាប់ប៉ោះហូបាទគឺត្រង់ភ្លឹងតែម្ដងបាទលេខធំពុកម៉ែបងប្អូនណាបាទហើយសម្រាប់ប៉ោះ A ពុកម៉ែបងប្អូនបាទគឺ37បាទ37បាទសម្រាប់លេខធំគឺ079ពុកម៉ែបងប្អូនទាំងគ្នាបាទឃើញថាអត់មានចូលទេពុកម៉ែបងប្អូនណាបាទហើយសម្រាប់ប៉ុស B ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ប៉ុស B បាទលេខធំលេខតូចពុកម៉ែបងប្អូនបាទ92 361ពុកម៉ែបងប្អូនបាទអូស្ដាយណាស់ពុកម៉ែបងប្អូនបាទ admin ឲ្យ632បាទខុសមួយលេខបាទបើសិនជាមកលេខបាន362បាទគុណមកត្រឡប់បាទគឺត្រូវតែម្ដងប៉ុន្តែនេះគឺខុសពុកម៉ែបងប្អូនណា admin មិនចេះនិយាយបលឹះទេពុកម៉ែបងប្អូនបាទតាខុសគឺថាខុសហើយតាត្រូវគឺថាត្រូវពុកម៉ែបងប្អូនបាទអញ្ចឹងបាទប៉ុស B បាទលេខតូច92បាទលេខធំ361បាទគឺថាអត់មានចូលទេពុកម៉ែបងប្អូនណាបាទហើយសម្រាប់ប៉ុសC បាទគឺ61បាទលេខធំ928 923ពុកម៉ែបងប្អូនបាទសំទោសបាទអញ្ចឹងឃើញថាក៏អត់មានចូលដែរបាទខ្ទង់បាទប៉ុស C ពុកម៉ែបងប្អូនបាទហើយសម្រាប់ប៉ុស D ពុកម៉ែបងប្អូនទាំងគ្នាបាទគឺ91បាទ236ពុកម៉ែបងប្អូនបាទឃើញថាអត់មានចូលទេណាបាទយើងចូលបានតែបាទប៉ោះហូបាទលេខធំបាទហើយនឹងខ្ទង់អូសបាទប៉ោះហូបាទយើងចូលពីរហ្នឹងពុកម៉ែបងប្អូនបាទត្រង់ភ្លឹងតែម្ដងបាទសម្រាប់លេខធំបាទអញ្ចឹងយើងទៅតាមដានតម្រុយលេខ6ពុកម៉ែបងប្អូនបាទលទ្ធផលលេខម៉ោង6ពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ម៉ោង6ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ប៉ុស A ពុកម៉ែបងប្អូនបាទលេខធំបាទ724បាទឃើញថាត្រូវទៀតហើយពុកម៉ែបងប្អូនណាបើយើងបានចាក់គុណបាទគឺត្រូវតែម្ដង admin ឲ្យ247បាទចេញ724អញ្ចឹងចាក់គុណគឺត្រូវហើយណាបាទបាទហើយសម្រាប់ខ្ទង់ទី2បាទ117ពុកម៉ែបងប្អូនបាទឃើញថាអត់មានត្រូវទេបាទហើយខ្ទង់ទី3បាទគឺ034ពុកម៉ែបងប្អូនបាទនឹងក៏អត់មានត្រូវដែរណាពុកម៉ែបងប្អូនអរគ្នាបាទហើយសម្រាប់លេខតូចបាទគឺ98បាទអត់មានចូលទេបាទ36បាទ83ហើយនឹង81បាទឃើញថាអត់មានចូលទេបាទហើយសម្រាប់ប៉ុស BCD ពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់ប៉ុស B ពុកម៉ែបងប្អូនបាទគឺលេខតូចបាទលេខ41បាទលេខ41គឺយើងអត់មានទេពុកម៉ែបងប្អូនបាទហើយលេខធំបាទគឺ059បាទឃើញថាអត់មានចូលទេបាទហើយសម្រាប់ប៉ុស C ទាំងអស់គ្នាពុកម៉ែបងប្អូនបាទគឺ59បាទលេខធំបាទ410បាទអូស្ដាយណាស់ពុកម៉ែបងប្អូន admin ឲ្យ58ខុសមួយលេខអូបាទតែយើងក៏បានចូលខ្ទង់អូសដែរពុកម៉ែបងប្អូន admin ឲ្យពុកម៉ែបងប្អូនបាទអូសខ្ទង់5តែម្ដងបាទហើយសម្រាប់ប៉ុស D ពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងប៉ុស D គឺ49បាទ105ពុកម៉ែបងប្អូនបាទឃើញថាអត់មានត្រូវទេណាពុកម៉ែបងប្អូនបាទឃើញថា admin ឲ្យចូលសិតតែ3លេខតែម្ដងបងប្អូនបាទត្រង់ភ្លឹងបាទ247បាទ724បាទអញ្ចឹងតោះយើងទៅតាមដាននៅតម្រុយបាទសម្រាប់ថ្ងៃទី24ទាំងអស់គ្នាពុកម៉ែបងប្អូនបាទអញ្ចឹង admin សុំលុបលេខចាស់ទៅណាពុកម៉ែបងប្អូនបាទហើយ admin ក៏សូមបញ្ជាក់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទថាលេខតម្រុយដែល admin បានដាក់ឲ្យនេះពុកម៉ែបងប្អូនបាទគឺអត់មានការគិតថ្លៃសេវាទេពុកម៉ែបងប្អូនបាទគឺ admin ដាក់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបាទ free តែម្ដងណាបាទអញ្ចឹងបាទសម្រាប់លេខអូស admin ឲ្យពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃទី24ណាពុកម៉ែបងប្អូនបាទអ
ចឹងខ្ទង់អូ admin ឲ្យបាទអូខ្ទង់20ពុកម៉ែបងប្អូនបាទខ្ទង់20បាទហើយមួយទៀតបាទគឺអូខ្ទង់ចិត្តតែម្ដងបាទហើយសម្រាប់2លេខពុកម៉ែបងប្អូនបាទលេខតូចណាបាទលេខតូចគឺ admin ឲ្យពុកម៉ែបងប្អូនបាទ4ខ្ទង់ដដែលទេបាទអញ្ចឹងខ្ទង់ទី1បាទលេខ28ខ្ទង់ទី2បាទ47ហើយខ្ទង់ទី3បាទលេខ73ហើយនឹងខ្ទង់ចុងក្រោយ admin ឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទលេខ91តែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនបាទឆ្លាញ់លេខមួយណាអាចយកទៅផ្សងសំណាងបានណាពុកម៉ែបងប្អូនបាទលេខបានគ្រប់ប៉ុស្តិ៍តែម្ដងបាទហើយសម្រាប់លេខធំថ្ងៃនេះដែរពុកម៉ែបងប្អូន admin មាន2 3ខ្ទង់ដដែលពុកម៉ែបងប្អូនណា admin និយាយរកតែខុសពុកម៉ែបងប្អូនបាទអញ្ចឹងខ្ទង់ទី1បាទគឺ618ពុកម៉ែបងប្អូនបាទសម្រាប់ខ្ទង់ទី2 235បាទហើយនឹងក្នុងចុងក្រោយគឺ846ពុកម៉ែបងប្អូនទាំងគ្នាបាទកុំភ្លេចចាក់គុណផងណាពុកម៉ែបងប្អូនបាទប្រយ័ត្នតែចេញមកបច្រាស់ចុះបច្រាស់ឡើងបាទស្ដាយក្រោយបាទបាទបើចេញជាបើសិនជាចេញបាទលើមួយក្រោមួយបាទយើងមិនសូវឈឺចាប់ទេពុកម៉ែបងប្អូនតែបើយើងចេញមកហើយបាទត្រូវដែរតែយើងអត់បានគុណបាទស្ដាយណាពុកម៉ែបងប្អូនបាទចឹងឃើញថាតម្រុយ admin សម្រាប់ថ្ងៃទី24គឺមានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទ admin ក៏សូមជូនពរពុកម៉ែបងប្អូនអរគ្នាបាទដែលបានយកលេខពីខាង admin យកទៅផ្សងសំណាង admin ក៏សូមជូនពរឲ្យត្រូវចំហេងតែម្ដងណាពុកម៉ែបងប្អូនបាទជាចុងក្រោយ admin ក៏សូមបាទជូនពរដល់ពុកម៉ែបងប្អូនអរគ្នាបាទរកស៊ីទទួលទានមានបានបាទធ្វើដំណើរទីចិត្តទីឆ្ងាយសូមឲ្យប្រកបដោយសុវត្ថិភាពបាទហើយ admin ក៏សូមលំអរកាយគ្រប់លាពុកម៉ែបងប្អូនអរគ្នាបាទជួបគ្នានៅថ្ងៃស្អែកបាទពេលវេលានឹងម៉ោងដដែលបាទសូមអរគុណ